ตามนุษย์ម្នាក់អាចរស់បានទេប្រសិនបើយើងគិតតែរឿងដើរលេងនិងញ៉ាំដោយមិនគិតពីការរកចំណូលនិងបង្កើតមុខរបរការរស់នៅដោយគិតតែពីការដើរលេងនិងការញ៉ាំដោយមិនខ្វល់ខ្វាយពីការរកចំណូលឬបង្កើតមុខរបរគឺជាការរស់នៅដែលផ្អែកលើការប្រើប្រាស់តែម្ខាងក្នុងរយៈពេលខ្លីវាអាចផ្ដល់សេចក្តីសុខប៉ុន្តែក្នុងរយៈពេលវែងវាមិនអាចទៅរួចទេ តើនឹងមានផលវិបាកអ្វីខ្លះពីដើរលេងនិងញ៉ាំដោយមិនគិតពីការរកចំណូលនិងបង្កើតមុខរបរនេះជាមូលហេតុចម្បងដែលបង្ហាញថាមនុស្សយើងមិនអាចរស់បានយូរអង្វែងតាមរបៀបនេះឡើយ1ជីវិតដែលមានតែការចាយវាយប្រៀបដូចជាធុងទឹកដែលមានតែរុនបង្ហូរចេញតែគ្មានទុយយោបង្ហូរចូលទ្រពរលាយទោះបីជាអ្នកមានមរតកឬលួយសន្សំច្រើនប៉ុណ្ណាក៏ដោយក៏វានឹងអស់នៅថ្ងៃណាមួយអតិផរណាតម្លៃទំនិញនិងសេវាកម្មកើនឡើងជារៀងរាល់ឆ្នាំលុយដែលអ្នកមានថ្ងៃនេះនឹងមានតម្លៃតិចជាងមុននៅថ្ងៃស្អែកជីវិតមិនមែនមានតែរឿងសប្បាយរហូតនោះទេនៅពេលមានអាសន្នអ្នកនឹងគ្មានខែលការពារខ្លួនឡើយបញ្ហាសុខភាពការដើរលេងនិងញ៉ាំច្រើនជាប់មានជំងឺឬអាសន្នប្រសិនបើគ្មានចំណូលតើបានលុយពីណាព្យាបាលភាពចាស់ជរានៅពេលកម្លាំងខ្សោយគ្មានជំនាញអ្នកលែងឱកាសដូចមុនហើយបើគ្មានមុខរបរឬប្រាក់សន្សំអ្នកនឹងក្លាយជាបន្ទុករបស់អ្នកដទៃការងារនិងមុខរបរមិនមែនគ្រាន់តែសម្រាប់រកលុយនោះទេប៉ុន្តែវាជាអ្វីដែលកំណត់តម្លៃរបស់មនុស្សអារម្មណ៍ទទេស្អាតមនុស្សដែលគ្មានគោលដៅការងារតែងតែមានអារម្មណ៍ថាជីវិតគ្មានន័យបន្ទាប់ពីភាពសប្បាយនៃការដើរលេងបានកន្លងហួសទៅការគោរពការរស់នៅដោយគ្មានពឹងភ័យឬគ្មានលុយធ្វើឲ្យយើងបាត់បង់មោទនភាពចំពោះខ្លួនឯងនិងបាត់បង់ការគោរពពីសង្គមសរុបមកមនុស្សម្នាក់អាចរស់បានដោយដើរលេងនិងញ៉ាំលុះត្រាតែគេមានប្រភពចំណូលដែលមិនចេះរីងស្ងួតដូចជាការវិនិយោគឬអាជីវកម្មដែលមានប្រព័ន្ធដំណើរការស្រាប់បើមិនដូច្នោះទេវានឹងក្លាយជាការដុតផ្ទះខ្លួនឯងដើម្បីកម្ដៅរងាដែលចុងក្រោយនឹងត្រូវរងាជាងមុននៅពេលភ្លើងរលត់